ឆ្លងកាត់ពីភ្នំមួយទៅភ្នំមួយដែលមានសភាពគ្រោះថ្នាក់បំផុតនេះគឺជាផ្លូវដែលប្លែកហើយក៏អ្នកបើកបរតែងតែជួបហានិភ័យនៅពេលដែលកំពុងតែបើកបរស្រាប់តែមានដុំថ្មធ្លាក់មកពីលើធ្វើឲ្យបែកបាក់ឬក៏ឡានគ្រោះថ្នាក់ខូចខាតរហូតដល់បាត់បង់ជីវិតក៏មាននេះគឺជារឿងដែលកើតឡើងជាយថាហេតុដែលជាកត្តានាំឲ្យប្រជាជនដែលរស់នៅក្នុងតំបន់នោះគឺមានទុក្ខបារម្ភនិងទុក្ខលំបាកយ៉ាងខ្លាំងនៅពេលដែលធ្វើដំណើរទៅណាម្ដងតែងតែជួបនៅអបតិវហេតុថ្មធ្លាក់ធ្វើឲ្យឡានបែកបាក់ឬក៏មនុស្សស្លាប់អញ្ចឹងទេដើម្បីបញ្ជានៅការគ្រោះថ្នាក់ទាំងនេះសម្រាប់ផ្លូវមួយខ្សែនេះគឺចាំបាច់ត្រូវតែមានមនុស្សដើរត្រួតពិនិត្យព្រោះអីផ្លូវមួយខ្សែនេះតែងតែមានថ្មប្រេះនិងរបេះធ្លាក់ប៉ះពាល់ដល់អាយុជីវិតអ្នកធ្វើដំណើរសម្រាប់ក្រុមអ្នកត្រួតពិនិត្យនិងអ្នកដែលកាយថ្មទម្លាក់ឲ្យស្រេចគឺមានចំនួន5ក្រុមទី1គឺជាក្រុមដែលដើរត្រួតពិនិត្យនិងខ្វេះកកាយថ្មដែលប្រេះហើយនឹងគាស់ទម្លាក់ដោយកម្លាំងមនុស្សដោយផ្ទាល់ដៃរីឯក្រុមទី2គឺជាក្រុមដែលប្រើដោយគ្រឿងចក្រ helicopter ដែលយោងដុំដែកសណ្ដោងដើម្បីហោះទៅលើនិងយកបំបុកដើម្បីឲ្យបាក់ថ្មទាំងនោះធ្លាក់ចុះមកក្រោមឬក៏អាចយោងធុងទឹកមួយធុងដើម្បីទៅស្រោចលើថ្មទាំងនោះដើម្បីឲ្យថ្មទាំងនោះរបេះសាច់និងធ្លាក់ចុះមកក្រោមដូចគ្នាសម្រាប់ក្រុមទី3គឺជាក្រុមដែលប្រើដោយគ្រឿងម៉ូទ័រដើម្បីពុកថ្មដែលប្រេះនិងចិត្តរបេះនោះឲ្យធ្លាក់ថែមចុះមកក្រោមក្រុមទី4គឺជាក្រុមដែលរាយសំណាញ់ដែកទៅលើថ្មដែលប្រេះល្មមមិនទាន់ដល់ពេលនឹងបុកទម្លាក់ដើម្បីការពារថ្មទាំងនោះមិនឲ្យរបេះធ្លាក់មកលើអ្នកធ្វើដំណើរនៅខាងក្រោមសម្រាប់ក្រុមទី5គឺជាក្រុមចុងក្រោយសម្រាប់ក្រុម3ខាងមុខដែលមិនអាចដោះស្រាយបញ្ហានេះបានក្រុមទី5គឺជាអ្នកខួងដើម្បីញាត់គ្រាប់រំសេវទៅក្នុងថ្មដើម្បីចុចបំផ្ទុះថ្មទម្លាក់ឲ្យបែកសម្រាប់អ្នកធ្វើដំណើរដែលបានធ្វើការឆ្លងកាត់នៅតំបន់នេះតែងតែបន់ស្រន់ឲ្យព្រះជួយពួកគេតែងតែហៅផ្លូវនេះថាគឺជាផ្លូវហេងស៊យជាការពិតណាស់ពុកម៉ែបងប្អូននៅក្នុង page The Bunter Reply នេះគឺតែងតែនាំយករឿងរ៉ាវប្លែកក៏ដូចជារឿងរ៉ាវដែលចែករំលែកដែលមានគុណប្រយោជន៍សម្រាប់សង្គមក៏ដូចជាចែករំលែកនៅចំណេះដឹងសម្រាប់អ្នករាល់គ្នាហើយកុំភ្លេចចុច like ហើយនិង subscribe follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ admin